សម្ដេចបវរធិបតីហ៊ុនម៉ាណែតអំពាវនាវ7ចំណុចខណៈដែលស្ថានភាពបច្ចុប្បន្នពិភពលោកបាននឹងកំពុងប្រឈមទៅនឹងវិបត្តិហានិភ័យជាច្រើនពាក់ព័ន្ធនឹងគ្រោះធម្មជាតិសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាស្ថានភាពបច្ចុប្បន្នពិភពលោកបាននឹងកំពុងប្រឈមទៅនឹងវិបត្តិហានិភ័យជាច្រើនបង្កឡើងដោយធម្មជាតិដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុដោយបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិរួមមានទឹកជំនន់ខ្យល់ព្យុះរុនជួយដីភ្លើងឆេះព្រៃជំងឺរាតត្បាតលក្ខណៈមកលើប្រទេសជាច្រើនមិនថាប្រទេសអ្នកមានឬអ្នកក្រនោះឡើយជាមួយគ្នានេះសង្គ្រាមនិងចំនួនប្រដាប់អាវុធនៅតំបន់មួយចំនួននៅក្នុងពិភពលោកដែលជាគ្រោះមហន្តរាយដោយមនុស្សបន្តវិវត្តលេចធ្លោឡើងប្រកបដោយភាពស្មុគស្មាញថែមទៀតនេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី13ខែតុលាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីបានលើកឡើងបន្តថាដោយឡែកព្រះរាជាណាចក្រកម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់និងនៅលើពិភពលោកនេះដែរស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អខ្យល់កន្ត្រាក់រន្ទះបាញ់បាក់ច្រាំងទន្លេជំងឺឆ្លងរាតត្បាតអគ្គិភ័យមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀតបានបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្សខូចខាតទ្រព្យសម្បត្តិប្រជាជននិងសហគមន៍ជាច្រើនប៉ុន្តែទោះស្ថិតនៅក្នុងកាលៈទេសៈណាក្តីរាជរដ្ឋាភិបាលតែងតែប្រកាន់ភ្ជាប់នៅវិធានការប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបនិងធនធានសរុបដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការធ្វើការសម្របសម្រួលជាមួយក្រសួងស្ថាប័នថ្នាក់ជាតិអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធកាកបាទក្រហមកម្ពុជាផ្នែកសាធារណៈផ្នែកឯកជនសង្គមស៊ីវិលធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជួយសង្គ្រោះការបាត់បង់អាយុជីវិតទ្រព្យសម្បត្តិនិងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាជនរងគ្រោះដោយមិនទុកនរណាម្នាក់ចោលនោះឡើយជាពិសេសការឆ្លើយតបដោយបំពេញកិច្ចការមនុស្សធម៌ចំពោះប្រជាពលរដ្ឋភៀសសឹកដែលបង្កឡើងដោយចំនួននៅព្រំដែនកម្ពុជាថៃនាពេលថ្មីៗនេះក្នុងឱកាសនេះសម្ដេចមហាបវរធិបតីបានបញ្ជាក់ថាប្រធានបទឆ្នាំនេះធ្វើសកម្មភាពរៀងរាល់ថ្ងៃសម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះជាការលើកទឹកចិត្តដល់ស្ថាប័ននិងប្រជាជនទាំងអស់ឲ្យចូលរួមក្នុងការកែលម្អសុវត្ថិភាពនិងភាពធន់របស់សហគមន៍ដើម្បីឲ្យការបដិញ្ញានេះក្លាយជាការពិតខ្ញុំសូមអំពាវនាវទី1លើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធន៍ក្នុងការកាត់បន្ថយហានិភ័យនិងការយល់ដឹងអំពីគ្រោះមហន្តរាយទី2ក្រសួងស្ថាប័នទាំងអស់ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូលនិងពង្រឹងធនធានមនុស្សនិងសម្ភារៈសម្រាប់ការឆ្លើយតបព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ2024ដល់ឆ្នាំ2028និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្ដីពីការប្រកាសឲ្យដឹងមុនសម្រាប់ទាំងអស់គ្នាឲ្យទទួលបានលទ្ធផលល្អទី3គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួងដោយធ្វើការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅលើតាមវិស័យទី3រាជធានីខេត្តត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់គ្រោះរាំងស្ងួតជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅមូលដ្ឋានដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយផ្សេងៗទី5ក្រសួងការពារជាតិត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពនិងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះមហន្តរាយទី6លើកកម្ពស់ការអប់រំផ្សព្វផ្សាយការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយដល់សាធារណជននិងភាគីពាក់ព័ន្ធដោយបានត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយនិងទី7ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ចនិងបង្កើនភាពធន់ដោយវិនិយោគនៃឆ្លាតលើលំនៅឋានសហគមន៍និងមុខរបរ